សែនអង្គនិចាសង្គមខ្ញុំអើយរួមសែនវេទនាក្រំគ្រាខ្លោចផ្សាមិនដឹងថ្ងៃណារសាយសង្គមអង្គយុទ្ធទីធមលេះទីព្រះអើយតាថ្ងៃណាឡើយជប់ក្តីសុខសាន្តខ្ញុំលើកឧទាហរណ៍បន្តិចពួកយើងបងប្អូនបានស្លឹកឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវបោះឆ្នោតរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងណា8ស្លឹកយើង8ស្លឹកយើងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់យើងជាប់ឆ្នោត8នាក់5នាក់នោះវានៅក្នុងស្រុកតែមួយនៅក្នុងស្រុកតែមួយបើយើងបោះឆ្នោតជុំគ្នាទៅបានក្រុមប្រឹក្សាស្រុកយើងមួយអា2ទៀតនោះនៅខេត្តសៀមរាបដែរតែវានៅស្រុកផ្សេងគ្នាអញ្ចឹងស្លឹកឆ្នោតហ្នឹងវាចោលមួយស្លឹកទៀតនៅអេដរមានជ័យនោះអានោះក៏ចោលដែរវាអត់គ្រប់សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកទេដល់ពេលអញ្ចឹងទៅគណៈបកមួយនោះគេមកជំនុំមួយយើងរឿងលក់រឿងដូរគេឲ្យដូចជា500ចាប់ផ្ដើមដំបូងដេញថ្លៃពី500អញ្ចឹងណាពួកយើងគិតមិនដាច់មិនស្រាច់មកសួរខ្ញុំថាបងឥឡូវនេះបោះយើងអាចោលមកស្លឹកនោះគេឲ្យយើង500បងគិតអាម៉េចខ្ញុំគ្មានគិតទេពីព្រោះបេះដូងរបស់ខ្ញុំវាឆ្លើយមិនខ្មិចខ្ញុំឆ្លើយវឹងហ្មងខ្ញុំអត់ចាំបាច់គិតទេតែប្រតិកម្មពីក្នុងបេះដូងរបស់ខ្ញុំមិនខ្មិចខ្ញុំខ្ជិលគិតគ្មានចាំបាច់គិតទេគ្រាន់តែគេប្រាប់លឹមថាឲ្យប្រមាណ500ខ្ញុំថាលក់ទៅបងលក់ទៅវវគេថាយើងចេះវវគេថាយើងចោះខ្ញុំថានោះមេរៀនអញយកទៅប្រើមិនបានជាប្រយោជន៍ទៀតហើយកុំអាគិតពីរឿងគេថាតើវាត្រឹមត្រូវឬអត់អាខ្លាចគេថានឹងរឿងហែងតាកុំអាខ្លាចគេថាដូចអញទៅលើកដៃក្នុងរដ្ឋសភាណាបើអញគិតពីប្រយោជន៍ដល់ខ្លួនអញមិនលើកទេប៉ុន្តែអញគិតពីប្រយោជន៍របស់អ្នកដទៃតាអញដឹងថាអញដូចអាណាទេចិត្តរបស់យើងចឹងហ្មងបើលើកដើម្បីផលប្រយោជន៍ដល់ខ្លួនរបស់ខ្ញុំខ្ជិលលើកប៉ុន្តែបើលើកដើម្បីផលប្រយោជន៍របស់អ្នកដទៃហើយខ្ញុំគ្រាន់តែត្រូវបានគេឌីលថាអញ្ចេះឬអញ្ចោះអានឹងអត់មានបញ្ហាអីទាំងអស់កុំឲ្យតែលើកទៅខូចប្រយោជន៍អ្នកដទៃដឹងខ្ញុំថាមិនទៅឲ្យវិញខ្ញុំថាអ្នកឯងដឹងពាក្យថាលក់មានន័យថាម៉េចទេរាល់តដងដែលយើងចោតប្រកាន់យើងបន្ទោសថាអាគណៈបកមួយនោះលក់ស្លឹកឆ្នោតតើមានន័យថាម៉េចអត់ពួកវាណាក្បត់ឆន្ទៈរបស់ប្រជាប្រដ្ឋបោះឆ្នោតឲ្យវារួចហើយវាយកសលេងនឹងទៅលក់ដើម្បីយកលុយដាក់កប៉ាល់វាអានឹងគេហៅក្បត់ម្ចាស់ឆ្នោតនេះអញគិតគូឲ្យម្ចាស់ឆ្នោតតាម្ចាស់ឆ្នោតគេបោះឆ្នោតឲ្យយើងដោយលក្ខណៈពីរយ៉ាងទី1គេយល់ថាយើងនឹងឆ្លាតជាងគេបន្តិចសមធ្វើតំណាងគេបានទី2គេថាយើងនឹងវាស្មោះត្រង់មិនក្បត់គេទេបានគេបោះឆ្នោតឲ្យយើងគេរើសមើលអាណាគ្រាន់បើជាងខ្លួនគេនោះហើយនឹងអាណាដែលស្មោះត្រង់ជាមួយនឹងគេហើយចុះបើគ្នាបោះមកបានតែមួយស្លឹកហ្នឹងហើយយកទៅចាត់ចែងមិនឲ្យគ្នាណាមិនបានហើយយកទៅកវត្តចោលដាក់ធុងសម្រាប់ឲ្យភ្លើម្លេះបើឯងលក់មកយកដាក់ក្នុងកប៉ាល់ឯងគេហៅក្បត់អាហ្នឹងបើឯងលក់បាន500ឲ្យយកទៅឲ្យគាត់ណាយកទៅទិញនំបញ្ចុកចែកគ្នាណាហើយខ្លាចអីឃើញឯងអ្នកតំណាងឲ្យគាត់អីគាត់វាល្ងងឲ្យឯងចាត់ចែងឲ្យមិនឲ្យភ្លើចឹងបើឯងលក់ហើយយកដាក់កប៉ាល់ខ្លួនឯងអាហ្នឹងគេហៅលក់ឥឡូវខ្ញុំប្រាប់ថាមីងពូបើបោះបាន5ស្លឹកណាយើងអាចបោះឆ្នោតរើក្រុមរក្សាស្រុករបស់យើងបានមួយទៅតតាំងដើម្បីរកផលប្រយោជន៍ឲ្យមីងពូទៀតតែនេះមីងពូបោះបានតែមួយស្លឹកឯណាបោះមីងក្នុងនាមខ្ញុំជាអ្នកតំណាងខ្ញុំចាត់ចែងឲ្យមីងគេឲ្យ500ខ្ញុំលក់ហើយមីងឯងយកទៅធ្វើខ្នុរយកទៅធ្វើអីទៅបោះមីងឯងខ្ញុំចាត់ចែងឲ្យនិយាយស្ដាប់គ្នាមិនបានទេបងប្អូនណាស្ដាប់បានមួយនៅមួយស្ដាប់បានមួយនៅមួយជាពិសេសគឺក្រុមប្រឹក្សាឃុំសង្កាត់ក្នុងផ្ទាល់ដែលគាត់ជាប់ឆ្នោតនោះណាគាត់មិនបានជួបមួយខ្ញុំនោះដល់ពេលខេតយើងឯណាប្រាប់ថាលក់ទៅបងគាត់ឲ្យលក់ហើយបើយល់គ្នាស្ដាប់មិនបានគាត់ថាទេយើងធ្វើអញ្ចឹងដូចតែគណៈបកសង្គ្រោះជាតិដែរខ្ញុំថាអត់ដូចទេអានេះមិនមែនយើងលក់ណារៀបគាត់លក់របស់គាត់តាយើងគាត់តែជួយចាត់ចែងវែកញែកឲ្យរៀសឲ្យគាត់ដឹងថាអ្នករបស់គាត់អញ្ចឹងបើតាមកំណត់ខ្ញុំខ្ញុំថាមីងកំចោលវាល្ងងពេកឥឡូវខ្ញុំវែកញែកឲ្យបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិណាអាតំណាងដែលជាប់ឆ្នោតហ្នឹងក៏វាដូចតែគណៈបកប្រជាជនណាដូចតែគ្នាហ្នឹងបងប្អូនពិចារណាមើលអាតំណាងដែលជាប់នៅស្រុកត្រូវខេត្តណាបើជាប់សង្គ្រោះជាតិក៏ដូចតែជាប់គណៈបកប្រជាជនវាមានតែរីកចម្រើនស្អីដល់ប្រជាពលរដ្ឋបើគណៈបកសង្គ្រោះជាតិនឹងគេអ្នកស្នេហាជាតិការពារផលប្រយោជន៍ឲ្យប្រជាពលរដ្ឋរួចហើយយើងយកទៅលក់ឲ្យគណៈបកមួយទៀតវាសមណាស់តែយើងហ្នឹងចាត់ចែងវាមិនត្រូវគិតវាមិនបានច្បាស់លាស់តែអាពីរអ្នកហ្នឹងវាដូចតែគ្នាតែបងប្អូនពិចារណាមើលហេអញមិនលក់អញយកទៅកវត្តចោលអាហ្នឹងគេហៅភ្លើ
លឺបដ ாய் អានឹងគេឲ្យត្រង់ងាប់ហើយខ្មែរយើងចាញ់ពួកអាខូចតែអញ្ចឹងបានខ្ញុំប្រាប់ថាបើខ្ញុំណាត្រង់ប្រភ្លើអញ្ចឹងគ្មានគណៈបកសម្ព័ន្ធដល់ថ្ងៃហ្នឹងទេមានទេខ្ញុំក៏វិច្ចកវៀនណាក្នុងគណៈបកសំស៊ីមិនបានតំណាងនេះវិច្ចកវៀនណាប៉ុន្តែខ្ញុំច្បាស់ខ្លួនឯងអញតំត្រូវបើសិនណាជាបងប្អូនមិនឆ្លាតរបៀបហ្នឹងទេបងប្អូនវាយអំពើអាក្រក់មិនបែកទេមិនបងប្អូនយកទៅកវត្តចោលអានេះគេហៅត្រង់ភ្លើហ្មងបងប្អូនត្រង់ភ្លើលក់យកមកបើយើងយកលុយដាក់កប៉ាល់ខ្លួនយើងអានឹងបញ្ហាតែលក់យកទៅឲ្យគាត់តាដល់ពេលយកទៅឲ្យគាត់ថាម៉េចទេអូយខ្ញុំប្រមូលលុយទិញមេក្រូវាមិនបានឥឡូវបាន500ហ្នឹងគ្រាន់ទិញមេក្រូបាន5ហ្នឹងណ៎ឃើញទេអានឹងគេហៅលក់បងប្អូនឆ្នៃឆន្ទៈរបស់ពួកយើងទាំងអស់ឲ្យបានជាប្រយោជន៍តើចឹងបានខ្ញុំថាអូយអញចឹងបានងាប់វាមិនកើតទេអញខ្លាចងាប់ទៅដល់ពេលមានរឿងចឹងអាណាដោះស្រាយឲ្យហ្នឹងងាប់ហើយយ៉ាងហ្នឹងដល់ពេលក្រុមប្រឹក្សាខេត្តរបស់យើងគាត់យល់ដល់យល់ទៅបញ្យល់គ្នាយើងខ្ញុំអត់បានបញ្យល់ព្រោះច្រើនពេកអ្នកជាប់ឆ្នោតដល់7នោះខ្ញុំមិនបានបញ្យល់ម្ដងម្នាក់ណាក្រុមប្រឹក្សាខេត្តយើងទៅបញ្យល់មិនដឹងជាបញ្យល់មិនស្ដាប់បញ្យល់ខ្ញុំមិនដឹងថាតើអ្នកណាមានការភ័ន្តច្រឡំឬសមត្ថភាពអ្នកបញ្យល់នឹងបញ្យល់មិនទៅក្តៅក៏ហាយពេញស្រុកពេញភូមិនៅហ្នឹងអូយគេអស់ទឹកចិត្តឲ្យលីងហើយខំប្រឹងធ្វើយូរហើយថាគណៈបកយើងត្រឹមត្រូវឥឡូវលក់ដូចគេដូចឯងអីចុះសពគ្រប់បែកក្បែរតែមកហើយគាត់និយាយថាខ្ញុំយកទៅសួរយោបល់រាជហើយរាជគេថាធ្វើអញ្ចឹងគេអស់ទឹកចិត្តគេធ្វើជាមួយយើងមិនកើតទេខ្ញុំថាខ្ញុំមិនមែនអ៊ំខាទេមិនអ៊ំស៊ីទេកុំដាក់សម្ពាធលើខ្ញុំហេបើធ្វើអញ្ចេះធ្វើអញ្ចោះប្រយ័ត្នមិនបោះឆ្នោតឲ្យអាណត្តិក្រោយខ្ញុំមិនមែនអ៊ំខាអ៊ំស៊ីទេអត់មានផលប្រយោជន៍ខ្ញុំក្នុងរឿងហ្នឹងខ្ញុំធ្វើតំណាងឲ្យបងប្អូនខ្ញុំចាត់ចែងឲ្យបងប្អូនល្ងងទៅខាងនោះខ្ញុំថាទៅខាងនោះវាខុសខ្ញុំជួយចាត់ចែងឲ្យបងប្អូនបោះឆ្នោតរើខ្ញុំណាឃើញបងប្អូនយល់ថាខ្ញុំគ្រាន់បើជាបងប្អូនគ្រាន់រឿងឆ្លាតទី2ខ្ញុំស្មោះត្រង់ជាមួយបងប្អូនខ្ញុំយល់ថាធ្វើអញ្ចេះបើបងប្អូនយល់ថាធ្វើអញ្ចឹងវាមិនត្រូវទេខ្ញុំលាចេញពីតំណែងតើលាហ្មងបងប្អូនទៅរើសអាតំណាងរបស់បងប្អូនណាទៀតទៅខ្ញុំខ្លាចណាស់តែខ្ញុំនិយាយបានប្រយោជន៍មកខ្ញុំតែនេះខ្ញុំចាត់ចែងឲ្យបងប្អូនផ្ទាល់ហ្នឹងគាត់ថាគាត់យកទៅប្រាប់ប្រជាពលរដ្ឋឲ្យតំណាងឃុំរបស់យើងប្រជាពលរដ្ឋគេថាអញ្ចេះគេថាអញ្ចោះខ្ញុំថាខ្ញុំដឹងហើយបងប្អូនយកទៅប្រាប់ហ្នឹងមិនយកទៅសួរយោបល់ទេគឺថាយករឿងបងប្អូនយល់ហ្នឹងទៅប្រាប់គេហើយនិយាយតាមបងប្អូនយល់មើលយើងធ្វើអញ្ចឹងដូចវាមិនសមចេញទេប្រជាពលរដ្ឋនោះគ្នាល្ងងថាតាមឯងបើឯងអូសតម្រុយទៅខាងក្នុងទៅហើយនោះដល់ពេលបងប្អូនហើយអាក្រុមរក្សាខេត្តនេះគ្នាវាហត់ពេកនោះធ្វើការរាល់ថ្ងៃហត់ទៅណាបងប្អូនទី1មិនបានលុយណាគណៈបកយើងគ្នាមកធ្វើការរាល់ថ្ងៃអាណាធំជាងគេទទួលខុសត្រូវច្រើនជាងគេនឹងពិបាកជាងគេណាបកយើងទី1វាពិបាកអត់បានលុយបានកាក់ទី2ការងារវាច្រើនហើយគ្នាវាមិនបានធ្វើការងារផ្ទាល់ខ្លួនរបស់គ្នាធុញណាបងប្អូននិយាយស្ដាប់គ្នាមិនបាននឹងមានពាក្យអីខ្លះបែបគ្នាថាអូនិយាយស្ដាប់គ្នាមិនបានអាណាទៅក៏ទៅអាណាមិនទៅធ្លាក់ចោលខ្លះទៅបែបអញ្ចឹងយ៉ាងបងប្អូនអើយទៅប៉ះអ្នកធ្វើការដូចអ៊ំហ្នឹងយើងទៅនិយាយអញ្ចឹងគាត់ធ្លាក់ទឹកចិត្តណាលេងអស់ទឹកចិត្តហ្មងឮអញ្ចឹងជួយអញដូចអត់មានតម្លៃអីគេថាអើយបើដើមមិនទាន់កង់ប្រវត្តិសាស្ត្រឯនៅណានិយាយស្ដាប់គ្នាមិនបានទៅតាណាទៅទៅដល់ពេលមនុស្សវាខំប្រឹងធ្វើការយូរហើយធ្លាក់ទឹកចិត្តឮគេនិយាយអញ្ចឹងទេហ្វូនមកខ្ញុំបងអើយបងមើលនិយាយអញ្ចឹងដាក់ខ្ញុំមកអត់សមសោះបងខ្ញុំដល់ពេលអញ្ចឹងខ្ញុំអស់កម្លាំងលីងប្រជាប្រដ្ឋគេលែងចង់ទៅមុខហើយខ្ញុំថាបងអញ្ចឹងបានខ្មែរយើងធ្វើការមិនដល់គោលដៅយួនវាចេះថាសោចការងារមកជាមួយគ្នាប្រព័ន្ធណាណៃទាំងសងខាងអាក្រុមរក្សាខេត្តនោះក៏ល្អបងឯងក៏ល្អគាត់តែខុសគ្នាប៉ុណ្ណឹងតលាក់អាការងារប្រទេសជាតិចោលឡើងបែកបាក់ទឹកចិត្តចង់ឈប់ទាំងអស់គ្នាអូបងប្អូនហើយបងប្អូនបើសិនណាជាម្នាក់អង្គក្បត់ទៅវាសមស្អប់គ្នាដើរចេញពីគ្នាសិតតែមនុស្សស្រឡាញ់ដូចគ្នាគាត់តែមិនយល់គ្នាតលាក់ការងារនឹងចោលទៅបងប្អូនការងារដើរ7 8ឆ្នាំមកជាមួយគ្នាខុសតែបន្តិចបាក់ទឹកចិត្តលែងទៅជាមួយគ្នាកើតបងប្អូនធ្វើអញ្ចឹងទៅកើតដែរអីខ្ញុំឆ្ងល់បើសិនណាជាបងប្អូនធ្វើអញ្ចឹងណាអានឹងហើយដែលចលនាខ្មែររបស់យើងពីដើមមកតស៊ូមិនដែលបានសម្រេចគោលដៅឲ្យតែប៉ះទង្គិចគ្នាបន្តិចទៅសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំប្រាប់គាត់ខ្ញុំថាបងអានឹងដែលខ្ញុំនិយាយថារស់នៅក្នុងភាពអនុគ្រោះមួយណាខ្ញុំថាបងឯងទៅខឹងប្រធានខេត្តកើតបងឯងខ្ញុំចេះឆ្ងល់អានឹងក្រុមប្រឹក្សាឃុំទេមកខ្ញុំគេជំនុំគ្នាគេទេមកខ្ញុំថាបើក loud speaker ឲ្យលឺខ្ញុំនិយាយប្រាប់ខ្ញុំថាបងឯងចេះខឹងគ្នាកើតទៅក្រុមប្រឹក្សាខេត្តបងឯងទៅរកក្រៅពីវាតើពីណាទៅឈរក្រុមប្រឹក្សាខេត្តនឹងកើតគ្នាហត់ណាស់ណាមួយថ្ងៃដើរធ្វើការឲ្យជួនកាលយប់ចូលមកក្នុងស្នាក់ការដើម្បីធ្វើការឲ្យគណៈបកមួយថ្ងៃគ្នាធ្វើការផ្ទាល់ខ្លួនផងណាមកជីណាស្នាមណាប្រជុំគណៈបកផងមកឯងគិតគ្នាទីមកហត់ណាដល់ពេលនិយាយស្ដាប់គ្នាមិនបានទ្រាំមិនបានដែរណាបងទ្រាំមិនបានដែរណាមានពាក្យសម្ដីគំនួកំរើយអើយអាណាទៅតន់ក៏ទៅអាណាទៅមិនតន់តម្លាក់ចោលខ្លះទៅបេះមានអាចចឹងហើយបើសិនណាជាបងឯងចិត្តទលាយបងឯងសោចហ្មងមានហេតុផលនឹងសោចថាអូគ្នាវាហត់ពេកទៅនិយាយអញ្ចឹងដាក់អញទៅណោះ
ណែបងតលាយចំពោះរឿងដែលគួរឲ្យតលាយបងពិចារណាមើលមានសត្រូវយើងណាមានអំពើអាក្រក់ណាហ៎គ្នាល្អមកជាមួយយើងដល់ប៉ុណ្ណឹងហើយរួចហើយគ្នាធ្វើការហត់ជាងយើងមានពាក្យសម្ដីប៉ុណ្ណឹងបងពិចារណាមើលគួរតែអាចយល់គ្នាបានថាគ្នាវាហត់ណាស់បានមានសម្ដីអញ្ចឹងហើយខ្ញុំក៏បញ្យល់ពីរឿងលក់ដូររបៀបម៉េចខ្ញុំថាបងបើប្រជាប្រដ្ឋណាត្រូវបានខ្ញុំបញ្យល់វិញពីលក្ខណៈរបស់បងឯងក្នុងការសម្រេចចិត្តរឿងស្លឹកឆ្នោតហ្នឹងខ្ញុំថាប្រជាប្រដ្ឋគាត់ខកចិត្តនឹងបងឯងងាប់ហ្នឹងថារើសបានអ្នកតំណាងមួយក៏ល្ងងម៉េះហ่ะរត់ទុកចិត្តមិនឃើញទេអញនឹងបងឯងយករឿងនោះទៅជំនុំមួយគាត់បើខ្ញុំទៅជំនុំវិញខ្ញុំថាមីងពូមីងឯងរឿងតំណាងនេះខុសរមងភ្លើណាចាត់ចែងការងារមីងឯងកើតទេអូអានឹងគេហៅក្បត់ឆន្ទៈរៀនលក់ឆន្ទៈរៀនលក់យកលុយមកដាក់យើងនេះលក់យកទៅឲ្យគាត់តាហាលក់យកឲ្យគាត់តាមីងឯងបានមកស្លឹកឯណាមីងឯងបោះមកប៉ុណ្ណឹងឥឡូវបានតែប៉ុណ្ណឹងទេណាឥឡូវខ្ញុំចាត់ចែងឲ្យមីងគេឲ្យ500យល់អត់ហើយបើថាវាអត់ដឹងយកទៅធ្វើអីទេយកទៅទិញនំបញ្ចុកស៊ីទៅហ្មងទៅក្បត់ចោលធ្វើអីឥឡូវចាំណាមើលអាពីរអ្នកហ្នឹងអាណាជាប់ក៏ដល់អាណាដែរហើយខ្លួនយើងអត់ជាប់ហ្នឹងយកលក្ខណៈទៅក្បត់ចោលធ្វើអីមិនកុំលក់ទៅហើយបើមីងពូថាអូយសប្ថ្ងៃហ្នឹងប្រមូលលុយគ្នាជួលផ្សាយរថយន្តហ្នឹងវាពិបាកណាស់ណា500ហ្នឹងបានផ្សាយរថយន្តបានខែទិញមីក្រូបានប៉ុន្មានមីងគិតឥឡូវមីងគិតដល់ពេលនិយាយយល់គាត់សើចគិលទាំងអស់គ្នាឡើងដល់ពេលគាត់យល់កន្លែងហ្នឹងហើយខ្ញុំបានបញ្យល់ទៀតខ្ញុំថាបងឯងខឹងប្រធានកើតទេបងឯងខឹងកើតខ្ញុំខឹងអត់កើតទេទោះបីមនុស្សហ្នឹងកុំថាខ្ញុំប៉ុណ្ណឹងជេរខ្ញុំទៀតណាក៏ខ្ញុំរកខឹងមិនឃើញដែរពីព្រោះគ្នាហត់ណាស់ចាំបាច់ហត់ណាស់ខ្ញុំនឹងលឹករឿងហ្នឹងយកមកនិយាយបើមិនចាក់វានឹងដឹងខ្លួនវាខុសខ្ញុំប្រកាន់អត់កើតទេពួកគ្នាហត់ណាស់ឲ្យមីងពូទៅប្រកាន់កើតរកកន្លែងអធិស្ឋានឲ្យគ្នាអត់រួចទេអីយ៉ាងម៉េចវាសំតែបងប្អូនអាចគិតមើលថាគ្នាហត់ប៉ុណ្ណឹងបើសិនណាជាពាក្យសម្ដីនឹងកុំថាប៉ុណ្ណឹងលើកនឹងទៀតក៏អាចអនុគ្រោះឲ្យបានដែរសំខាន់គឺទឹកចិត្តរបស់វានោះណាល្អហើយវាចង់ទៅជាមួយយើងហើយមិនមែនក្បត់មិនមែនអីទេហើយទៅខឹងអីគ្នាត្រង់ហ្នឹងចិត្តតលាយណាជាសម្រស់របស់មនុស្សពេលដែលងាប់ទៅហើយដេកដីគេនៅមើលឃើញថាចយមនុស្សនេះអស់ចាហ្មងចិត្តតឹងរឹងចំពោះខ្លួនឯងតឹងរឹងចំពោះសត្រូវតែធូររលុងចំពោះមិត្តខ្លាំងពុកអើយពុករុំមិនចង់បានអ្វីបើសិនគ្មានកូនប្រុសស្រីពុកសាយចាក់លោកាចិត្តនេះពុករុំពុកមិនប្រាថ្នាអ្វីក្រៅពីឃើញកូនប្រុសស្រីរស់នៅផុតពីទុក្ខាជីវិតពុករុំពិតជាសែនជួយចាប់ខ្លោចផ្សាព្រោះតែបត់ខែមរាពុកតស៊ូលះបង់គ្រប់យ៉ាងពុកឃ្លាតគ្រួសារចាស់ឆ្ងាយខាងមិនបានជួបជុំទោះបីពុកមានទុក្ខធំបានសប្រាប់អ្នកណារលោកកៃបោកបក់ជួបលៀងងងឹតពុំមានភ័យភឹងព្រោះគិតវាស្នាកូនថ្លៃបងរកពន្លឺបងភ្លឺជីវិតជាថ្មីអរគុណលើវិថីចាស់ឆ្ងាយផុតភាពអន្តការឃើញកូនញញឹមចិត្តពុកបានស្បើយពីទុក្ខាគុំធ្វើក្នុងចិន្តាទឹកភ្នែកពុកហូរមកឯងកូនមានក្តីសុខជីវិតពុកអត់ទុកចំបែកតាមមិនឲ្យវេងត្រូវចឹងថែរក្សាទីយើងឈាមពុកហូរព្រោះបដោសង្គមដេរឆានដើម្បីវាសនាកូនបានរស់នៅផុតទងព្រួយភ័យយើងឈាមពុកហូរមានតម្លៃលឹងអ្វីមួយជាជូនភពផែនដីនិងជូនជាតិខែមរាយើងឈាមពុកហូរឲ្យកូនគ្រប់ព្រួលអរ៉ាជឿចាប់គំពេកអាត្មាស្ទើបែកបេះដូងកូនហើយអស់ពុកអើយកូនយល់បំណងពុកហើយសូមចិត្តពុកបានធូរស្បើយកុំបារម្ភពេកណាកូនដឹងគុណពុកកូនរួមព្រោះខែមរាត្រូវរស់ប្រជាអាត្មារួមលើកស្ទួយឈាមពុកពេលនេះតទៅកូនចាប់ដៃគ្នាឈ្មោះទៅមុខត្រូវរស់បន្តវេនពុកតប៉ុនដាំថ្លៃថ្លារស់ឲ្យថ្លៃថ្នូររកតម្លៃសម្រាប់ជីវិតរួមក៏សាងសង្គមថ្មីពិតតើជីវិតមានន័យអបអរពុកអើយយើងឈាមពុកសែនមានតម្លៃកូនចៅទាំងប្រុសទាំងស្រីរស់មិនភ្លេចលំអានជី
វិតត្រូវរួមសងព្រោះជាតិយើងឲ្យបានខានកូនប្រឹងតស៊ូឲ្យបានស្លាប់ក៏មិនស្ដា